អំពីរឿងហេតុដើមហេតុក៏ដូចជាការកកើតនៃវត្តចេតពុននឹងបើលោកអនាថបណ្ឌិតកសិថៃនឹងទៅទិញដីអំពីព្រះរាជបុត្រមួយព្រះអង្គឈ្មោះចេតដីនៅវត្តចេតពុននឹងជាសួនរបស់ព្រះរាជបុត្រនឹងបើហើយព្រះរាជបុត្រនឹងថាបើសិនជាលោកចង់បានដីនឹងយកធ្វើវត្តសូមឲ្យយកមាសមកក្រាលឲ្យពេញដីនឹងបានព្រមលក់ឲ្យណាសកម្មភាពវាក្រាលមាសក្រាលប្រាក់អញ្ចឹងវត្តចេតពុននឹងគឺគេយកឈ្មោះព្រះរាជបុត្រឈ្មោះចេតដែលម្ចាស់ដីនឹងដាក់បើគឺវត្តចេតពុនហើយនេះសកម្មភាពវាក្រាលរូបគំនូនៅវត្តភូមិនៅពុទ្ធគយាបាទរូបនេះគឺគេកសាងវត្តចេតពុនរូបនេះគេចង់បង្ហាញអំពីដើមហេតុក៏ដូចជាកកើតនៃវត្តចេតពុនបាទវត្តចេតពុនហ្នឹងគឺលោកអនាថបណ្ឌិតកសិថៃហ្នឹងទៅទិញដីអំពីព្រះរាជបុត្រមួយព្រះអង្គឈ្មោះចេតហើយព្រះរាជបុត្រហ្នឹងតាមពិតដីនៅវត្តចេតពុនហ្នឹងជាសួនរបស់ព្រះរាជបុត្រហ្នឹងបាទហើយព្រះរាជបុត្រហ្នឹងថាបើសិនជាលោកចង់បានដីនឹងយកធ្វើវត្តសូមឲ្យយកមាសមកក្រាលឲ្យពេញដីនឹងបានលក់បានព្រមលក់ឲ្យណាព្រះរាជបុត្រឈ្មោះចេតហ្នឹងណាអញ្ចឹងលោកកណាថាបណ្ឌិតកសិថៃហ្នឹងក៏បានជាឲ្យគេយកនេះមានកាក់នេះបងនេះនេះសិតតែមាសប្រាក់យកមកក្រាលនៅក្នុងវត្តចេតពុនណាដើម្បីឲ្យព្រះរាជបុត្រចេតហ្នឹងលក់ដីឲ្យណាបងអញ្ចឹងពេលដែលឃើញអាណាថាបណ្ឌិតកសិថៃហ្នឹងយកមាសយកប្រាក់មកក្រាលពេញណាពេញស៊ូនឹងទៅបរិសឈ្មោះចេតហ្នឹងថាប៉ុណ្ណឹងបានហើយលែងក្រាលទៅខ្ញុំយល់ខ្ញុំដឹងពីសេចក្តីជ្រះថ្លារបស់អ្នកឯងហើយអញ្ចឹងសល់ប្រមាណខ្ញុំចូលបន់ជាមួយអ្នកឯងមានន័យថាលោកកណាថាបណ្ឌិតកសិថៃហ្នឹងគាត់ក្រាលមាសប្រាក់ដល់ខ្លោងទ្វារវត្តហើយណានៅអាបន្តិចទៀតពេញដីហើយអញ្ចឹងព្រះរាជបុត្រឈ្មោះចេតថាដីនៅសល់ប្រមាណដែលមិនទាន់ក្រាលហ្នឹងខ្ញុំចូលខ្ញុំមិនលក់ទេដីនឹងចូលបន់ជាមួយអ្នកឯងដើម្បីឲ្យអ្នកឯងយកទៅកសាងវត្តឈ្មោះថាវត្តចេតពុនហ្នឹងអញ្ចឹងវត្តចេតពុនហ្នឹងគឺគេយកឈ្មោះព្រះរាជបុត្រឈ្មោះចេតដែលម្ចាស់ដីនឹងដាក់បើគឺវត្តចេតពុនហើយនេះសកម្មភាពវាក្រាលមាសក្រាលប្រាក់ហើយនៅវត្តចេតពុនហ្នឹងដូចជា4-10ឆ្នាំមុនធម្មយាត្រាយើងទៅថ្វាយបង្គំទៅនមស្ការគោរពបូជានៅទីនោះគឺមានរើសបានកាក់បងកាក់ហ្នឹងគឺរើសបានកាក់ដែលសម័យលោកអនាថបណ្ឌិតកសិថៃហ្នឹងគាត់ក្រាលនឹងឯងកាក់ហ្នឹងដូចកាក់ខ្មែរយើងកាក់ប៉ិនមេដៃប៉ិនមេជើនឹងកាក់ហ្នឹងបងនេះជាសកម្មភាពវាក្រាលមាសក្រាលប្រាក់ក្រាលកាក់ឯហ្នឹងបងហ្នឹងលោកអនាថបណ្ឌិតកសិថៃនឹងព្រះរាជបុត្រឈ្មោះចេតហ្នឹងបងណាដែលហេតុថាយើងមានផោះតាំងជាច្រើនតែសម្គាល់ថានៅទីនោះពិតជាលោកអនាថបណ្ឌិតកសិថៃបានក្រាលមាសក្រាលប្រាក់ហ្នឹងគឺគេមានណាជីកទៅឃើញប្រាក់ឃើញមាសដែលវាកប់នៅដីហើយដូចអាត្មាបញ្ជាក់មិនអញ្ចឹងថាប្រហែលឆ្នាំមុននោះអ្នកមកហ្នឹងគឺរើសបានកាក់ដែរនៅវត្តចេតពុនហ្នឹងនៅព្រៃនៅខឿននៅគល់ឈើគល់អីអញ្ចឹងគឺកាក់ទាំងអស់នោះប្រាក់ទាំងអស់នោះគឺសល់ពីសម័យលោកអនាថបណ្ឌិតកសិថៃបញ្ជាឲ្យគេក្រាលនឹងឯងបើណានឹងប៉ុណ្ណឹងញាតិញោមណារូបនេះចង់បង្ហាញញាតិញោមអំពីរឿងហេតុដើមហេតុក៏ដូចជាការកកើតនៃវត្តចេតពុនហ្នឹងបើសូមអនុមោទនាបុណ្យញាតិញោមណាហើយលើសលោះខ្វះខាតយ៉ាងណាសូមអធិស្ឋានទុកជាមុនជូនបុណ្យញាតិញោមដែលបានប្រគេនបច្ច័យពីខ្ញុំបកណាអាត្មាភាពមកស្រុកព្រះមកដែនដីពុទ្ធភូមិនេះអាត្មាបានបុណ្យយ៉ាងណាញាតិញោមម្ចាស់សទ្ធាបានបុណ្យយ៉ាងនោះប៉ុណ្ណាសូមអនុមោទនា